សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនថ្មីថ្ងៃនេះយើងនឹងរៀនអំពីមេរៀននិយមពីទិដ្ឋាសុបទិដ្ឋាសុបក៏ជាផ្នែកមួយដែរនៃ concept ICT ប៉ុន្តែចង់បញ្ជាក់បងប្អូនថាទិដ្ឋាសុបវាគ្រាន់តែជាគេថាអ្នកបញ្ជាក់ឬក៏ confirmation confirm ណាបញ្ជាក់ថាភាសាគឺអត់បានផ្លាស់ប្ដូរទេលំហឬក៏បុកដាច់នៃ array ទេអញ្ចឹងសំណួរសួរថាតើទិដ្ឋាសុបហ្នឹងអាចយកមក confirm ភាសាបានឬអត់ណា confirm អត់បានទេព្រោះដោយសារតែទិដ្ឋាសុបគឺមិនមែនជាលក្ខខណ្ឌនៃការបង្កើតទម្រង់ឲ្យដើម្បីបញ្ជាក់ភាសាថាទៅលើឬក៏ទៅក្រោមអត់ទេណាអញ្ចឹងទិដ្ឋាសុបតួនាទីរបស់វាតែមួយទៀតគឺ confirmation confirm ថាភាសាបានបុកចុះឬក៏បុកឡើងបរាជ័យដោយមានការពាំងឬក៏រារាំងដោយ array នៃ ICT PD array ណាអញ្ចឹងអានឹងគឺជាអ្វីដែលយើងត្រូវយល់ហើយបើសួរថាយកទិដ្ឋាសុបមក confirm ភាសាចូល entry ភាសាអត់បានទេអត់បានដាច់ខាតដែរហើយមួយទៀតបើសួរថាបើអត់ចេះការចាប់ទិដ្ឋាសុបឬក៏ស្គាល់ទិដ្ឋាសុបហ្នឹងទេអាចទៅបានអត់ចាំបាច់ទេអត់ចាំបាច់មានទិដ្ឋាសុបក៏បងប្អូនអរគ្នាត្រេតបានដូចគ្នាដែរណាអញ្ចឹងដោយមេរៀនកន្លងមកគឺខ្ញុំដែលទៅចាប់ស្អីរញ៉ៃទេណាកុំបង្កើត Facebook ស្មានច្រើនពេកជៀសវាងក្នុងការចាប់សារទៅយើងអត់យល់ខ្លួនឯងរកកន្លែងចូលអត់ឃើញណាអានឹងខ្ញុំចង់បញ្ជាក់ឡើងវិញតោះអញ្ចឹងយើងមកមើលអរគ្នាថាតើទិដ្ឋាសុបហ្នឹងវាមានគម្រោងសន្ទុះមានរូបរាងបែបណាមកអញ្ចឹងដោយបញ្ជាក់ថាទិដ្ឋាសុបគឺជាអ្នកដែលបញ្ជាក់ណា confirm ថាទីផ្សារហ្នឹងគឺនឹងមានបន្តដំណើរចុះឬក៏ឡើងទេណាអញ្ចឹងមកយើងងាយយល់ណាខ្ញុំកាត់ខ្លីៗទេអត់ស្មុគស្មាញច្រើនអញ្ចឹងដើម្បីយក confirm ថាអូខេតើផ្សារហ្នឹងទីណានៅទិដ្ឋាសុបទិដ្ឋាសុបគឺវាបង្កើតឡើងណានៅពេលដែលវាបង្កើតឡើងនៅលើ low ណា low ហើយមានវាបង្កើត low below low មួយទៀតនេះគេហៅ low below នេះទិដ្ឋាសុបទម្រង់មកទិដ្ឋាសុបវា create low ណាបង្កើត low មួយនៅតំបន់នេះហើយវាចុះមក skip low ហើយវា long ទៅវិញដោយខាងលើនេះមានអ្នកការពារដោយ array ណាarray អញ្ចឹងនេះ low យើងហៅ low នៅតំបន់នេះណា low សក់ខ្មែរសំទោសណា low ហើយវាបង្កើត low ថ្មីយើងហៅថា low 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 ធ្វើ low low ថ្មីមួយទៀតណានេះ low ឃើញទេបង្កើត low ថ្មី low low អញ្ចឹងយើងចាប់មកកន្លែងនេះយើងជាគេហៅថា concept smart money យើងហៅថា SMT ណា SMT smart money tool អញ្ចឹងបញ្ចាំម្ដងហើយម្ដងទៀតណាថាការចាប់ធ្វើថតស៊ុបអត់អាចឲ្យបងប្អូនអរគ្នា confirm ចូលផ្សារបានទេវាគ្រាន់តែជាអ្នកបញ្ជាក់នៃ array របស់ផ្សារថាខាងលើគឺត្រូវពាំងដោយ array ណានេះយើងគូរចឹងមកអានេះ low ចាស់វានេះ low យើងគូរបែបហ្នឹងមកក៏បានដែរណាហើយចាំបងប្អូនម្ដងហើយម្ដងទៀតធ្វើថតស៊ុបគ្រាន់តែបញ្ជាក់ទេណាគ្រាន់តែបញ្ជាក់តែនេះនៅពេលដែលវាបង្កើតវាចុះមក script ណាចុះមក script low នេះហើយគឺវា long ទៅវិញហើយវាមាន array មាន avg នៅទីនេះមួយណាពាំងតម្លៃអញ្ចឹងយើងបញ្ជាក់បានហ្មងថានៅពេលដែល script low ហើយគឺវានឹងមានការពាំងផ្សារឲ្យចុះមកក្រុមនេះទេប៉ុណ្្នឹងឯងយើងយល់ក្នុងចំណុចហ្នឹងណាបងប្អូនអរគ្នាហ្នឹងយើងស្គាល់ថាធ្វើថតស៊ុបក៏ជា model entry មួយរបស់ ICT concept ដែរយើងអាចមើលបែបហ្នឹងបានចានេះគឺ SMT អានេះគឺជាធ្វើថតស៊ុបខ្ញុំរករូបដាក់ឲ្យមើលសិនធ្វើថតស៊ុបដាក់ដើកឲ្យមើលដល់នេះធ្វើថតស៊ុបនៅតំបន់នេះណាប៉ុន្តែសំដួលសួរថាចេះបើសិនជា array នៅខាងលើធ្វើថតស៊ុបនេះតើនៅពេលដែលយើង confirm ធ្វើថតស៊ុបអញ្ចឹងតើផ្សារបុកបែកអត់បែកបើគាត់ជាបែក 100% ពួកអីដូចនិយាយអញ្ចឹងថាធ្វើថតស៊ុបមិនមានតម្លៃណាមួយទៅពាំងទីផ្សារទេគាត់ថាវាបញ្ជាក់តែប៉ុណ្ណោះថានៅខាងលើវាឬនៅខាងក្រោមវាមាន array នៃទីផ្សារពាំងតម្លៃមិនឲ្យចុះមិនឲ្យឡើងតែប៉ុណ្្នឹងទេប៉ុន្តែបើសិនបុកដាច់ array នេះបុកដាច់ avg នេះមកទីហោនៅតំបន់នេះមានអីទប់ទេអត់មានទេណាតំបន់នេះមាន order block មកនេះប៉ុណ្្នឹងទេចុះបុកដាច់ដល់ត្រឹមសួរតំបន់ថានៅតំបន់ low ចាស់នេះវាពាំងជាប់អត់ជាប់ទេផ្សារនឹងចុះមកបង្កើត low ថ្មីឃើញអត់នេះ low ថ្មី low 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 មករហូតឃើញអត់ហ្នឹងអានឹងគឺជាការ confirm ផ្សារណាចាំបងប្អូនថាធ្វើថតស៊ុបអត់យកជាការក្នុងការពាំងផ្សារទេណាចឹងនេះដូចគ្នាបងប្អូនចាប់ធ្វើថតស៊ុបនៅខាងលើនេះក៏បានដូចគ្នាដែរឃើញអត់បង្កើត high តមកទៀតឃើញទេតម្លាក់ខ្លួនចុះបង្កើត array មួយ avg ទប់ជាប់ឃើញអត់ទេយើងគួរបានដូចគ្នាណានេះមានអីបាទSMC
គូសមកនេះបាទអញ្ចឹងអាហ្នឹងគាត់ថាបញ្ជាក់បងប្អូនថាអាហ្នឹងវាមានតម្រងអញ្ចឹងអត់មានអីទៅអាចទៅ confirm សារឬក៏ទៅពាំងទីផ្សារបានអត់ទេណាអត់ទេបញ្ជាក់មកទៀតណាទៅដល់សុខគាត់តែជាកន្លែង confirm ថាទីផ្សារវាមានសភាពរឹងដោយមានខាងលើជា array នៃ concept ICT ពាំងណាពាំងផ្សារអញ្ចឹងអាហ្នឹងមានតែប៉ុណ្្នឹងទេអត់មានអីត្រូវឲ្យបងប្អូនទេមក confirm ថាអាហ្នឹងអឺអាច entry នៅក្នុង concept ឬក៏នៅក្នុងរូបមន្តរបស់ Total Soup បានអត់ទេណាគាត់ខុសហើយអត់លេងអញ្ចឹងទេអញ្ចឹងអត់បានឯខាងមកបានណាដួលហើយតោះអញ្ចឹងអាហ្នឹងអត្ថន័យរបស់ Total Soup គឺវាអញ្ចឹងវាបញ្ជាក់ថាផ្សារគឺត្រូវបាន sweep ហើយឡើងទៅវិញវាបង្កើតឬក៏ពាំងដោយ array ហើយសំណួរសួរថាដដែលបើយើងអត់ចេះចាប់ Total Soup យើង trade បានអត់បានប្រកាសជាបាន 100% អត់មានអត់បានទេព្រោះដោយសារតែ Total Soup គ្រាន់តែជាអ្នកបង្កើតទៅលើការ confirm ទេណាបញ្ជាក់ទៀតថាផ្សារហ្នឹងវារៀងរឹងមាំប៉ុន្តែបើសិនជាបុកដាច់អាការពារអា Total Soup array អស់ហ្នឹងហើយ Total Soup នេះអត់នៅអីពាំងកើតទេណាវាទៅជាកាធាយវិញ Soup កាធាយអីទៅវិញហើយអត់មានដើរទៀតទេអញ្ចឹងអាហ្នឹងបងប្អូនទាំងនេះត្រូវយល់ពីចំណុចហ្នឹងថាតើយើងអាចចាប់ Total Soup confirm ផ្សារបានថាតើរឹងមាំឬអត់ណាចម្លើយនិយាយឲ្យខ្លីដដែលអញ្ចឹងគឺអត់បានទេថារឹងមាំ confirm ផ្សារជាប់អត់ជាប់ទេណាគ្រាន់តែជាអ្នកបញ្ជាក់ផ្សារថាវាទៅឬក៏មកតែប៉ុណ្្នឹងឯងអញ្ចឹងអាហ្នឹងគឺការចាប់ Total Soup ណានេះមានlow មួយបង្កើត low below វា sweep ណាដូចក្នុងមេរៀនយើង liquidity sweep វា sweep ឲ្យវារត់ទៅវិញបន្ទាប់មកវាបង្កើត array មួយទប់ផ្សារណាយេឃើញអត់ឡងចាក់ឡងណាចុងក្រោយគឺបុកដាច់ដូចគ្នាដែរជម្រើសផ្សារគឺវាដើរទៅបែបហ្នឹងទេអញ្ចឹងសម្រាប់ការចាប់ Total Soup មានតែប៉ុណ្្នឹងទេអត់មានអីស្មុគស្មាញឲ្យបងប្អូនអរគ្នាទេប៉ុន្តែខ្ញុំគាត់បញ្ជាក់ថាបងប្អូនអរគ្នាកុំព្យាយាមចាប់ array ឬក៏បង្កើតភាពស្មុគស្មាញក្នុងការ entry ផ្សារដោយខ្លួនឯងត្រូវប្រកាសថាយើង confirm ដោយត្រឹមត្រូវមានការបញ្ជាក់នៃ array នៃទីផ្សាររឹងមាំណាអត់មានចូលចាប់មួយ array មានតែ SVG អត់មានអីផ្សេងទៀតរឹងមាំហើយចូលផ្សារបានឬក៏មាន Total Soup ឬក៏ SMC អីចូលបានអត់ទេអត់មានអញ្ចឹងទេកុំលេងអញ្ចឹងណាអត់លេងអញ្ចឹងទេក្នុងការចូលផ្សារយ៉ាងតិច3ទៅ5 array ក្នុងការ confirm ផ្សារណាអាចមានអីគេវាមានមក IVG មក order block មក breaker មក AK mitigation មក liquidity run មក market strategy មកតែប៉ុណ្្នឹងរឿងក៏ព្រឹសណាទៅអាច entry ផ្សារបានហើយ confirm ក្នុង order block ផ្លុចចង់តែប៉ុណ្្នឹងអាហ្នឹងគឺការចូលផ្សារណាអញ្ចឹងសម្រាប់មេរៀននេះខ្ញុំមានប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនអរគ្នាយល់ហើយជួបគ្នានៅវីដេអូក្រោយទៀតអរគុណ